ជំរាបសួរលោកអ្នកនាងកញ្ញាបងប្អូនរួមប្រទេសរួមជាតិរួមសាសនាទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំកឹមសូប្រណីព្រមទាំងគ្រួសារគឺលោកលីសុភារ៉ាមានចិត្តជ្រះថ្លារៀបចំម្ហូបចំណីដើម្បីជាចង្ហាន់លោកថ្ងៃនេះគឺជាថ្ងៃពុធ11រោចខែបោះឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែមករាឆ្នាំ2026តាមធម្មតារៀងរាល់ថ្ងៃពុធអញ្ចឹងគឺនាងខ្ញុំនៅធ្វើការប៉ុន្តែសប្តាហ៍នេះនាងខ្ញុំនៅសម្រាប់ពីការងារនៅឡើយហើយដូច្នេះហើយនាងខ្ញុំបានរៀបកិច្ចនេះជាមួយនឹងគ្រួសារតាមជាទម្លាប់របស់វត្តជារៀងរាល់ថ្ងៃពុធគឺលោកនិមន្តចេញបិណ្ឌបាតពីម៉ោង8ព្រឹករហូតនិមន្តទៅកាន់អារាមវិញម៉ោង9អញ្ចឹងនាងខ្ញុំរៀបកិច្ចនេះគឺដឹងដំណើររបស់លោកនិមន្តមកតាមផ្លូវនេះនាងខ្ញុំបកករណាក៏បានរៀបចំជាចង្ហាន់បិណ្ឌបាតប្រគេនលោកអញ្ចឹងនាងខ្ញុំសូមចែករំលែកនៅបុណ្យកុសលទាំងនេះជូនដល់ក្រុមគ្រួសារនាងខ្ញុំក្រុមគ្រួសារខាងគ្រួសារនាងខ្ញុំនិងបងប្អូនទាំងអស់សូមអនុមោទនាទទួលយកនៅបុណ្យកុសលនេះទាំងអស់គ្នាកណ្ដាលរាត្រីក្រៀមក្រំហារតីព្រួយlisten and chanting anumodana sabbityo vivajjantu sabbarogo vinasatu mate bhavatantarayo sukhidigayuko bhava abhivadana silisa nityang uttapacari and say goodbye and see you guys again later. Happy New Year. ចាបងប្អូនឥឡូវនេះកិច្ចតាក់បាតប្រគេនចង្ហាន់លោកបានចប់សពគ្រប់អស់ហើយសូមអនុមោទនាទាំងអស់គ្នា